កិច្ចចរចារុស្ស៊ីអាមេរិកនៅប្រទេសអារ៉ាប៊ីសាអូឌីតបានបញ្ចប់បន្ទាប់ពី12ម៉ោងនៃកិច្ចសន្ទនាការចរចាថ្មីរវាងរុស្ស៊ីនិងអាមេរិកដែលត្រូវវាយតម្លៃថាការលំបាកចេញពីវិមានក្រឹមឡើងចាប់តាំងពីការចាប់ផ្ដើមនៃកិច្ចចរចាបានបញ្ចប់នៅថ្ងៃទី24ខែមីនានៅប្រទេសអារ៉ាប៊ីសាអូឌីតមុននេះមួយថ្ងៃគឺអ៊ុយក្រែននិងអាមេរិកដែលបានមានកិច្ចពិភាក្សាថ្មីសម្ដៅលើបទឈប់បាញ់ដោយផ្នែកនៅក្នុងសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីជាលទ្ធផលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវនៅក្នុងសារមួយតាមបណ្ដាញសង្គមដើម្បីជំរុញឲ្យសមាភាគីរុស្ស៊ីលោក Vladimir Putin ចេញបទបញ្ជាពិតប្រាកដដើម្បីបញ្ឈប់ការវាយប្រហារចំណែកប្រធានក្រុមនយោបាយ Renaissance អឺរ៉ុបលោក Gabriel Attal បានរៀបរាប់ឲ្យដឹងថាកិច្ចប្រជុំមួយទៀតដែលប្រមូលផ្ដុំមេដឹកនាំប្រមាណ60នាក់នៃទ្វីបអឺរ៉ុបបានរៀបចំធ្វើឡើងនៅទីក្រុងប៉ារីប្រទេសបារាំងកាលពីថ្ងៃទី24មីនាដើម្បីបើកឲ្យមានសេចក្តីថ្លែងការណ៍រួមដែលសម្ដៅរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីដើម្បីជួយអ៊ុយក្រែននិងបញ្ចូលអ៊ុយក្រែនមកនៅក្នុងសហគមន៍អឺរ៉ុបលោក Gabriel Attal បានធ្វើសេចក្តីលម្អិតដែលថាកិច្ចប្រជុំកំពូលគឺដើម្បីអាចឲ្យប្រឈមទៅនឹងការដាក់សម្ពាធជាបន្តបន្ទាប់ពីលោក Donald Trump និងលោក Elon Musk លោកប្រាថ្នាជាពិសេសឲ្យកិច្ចប្រជុំកំពូលអាចចេញរួចជាមួយសេចក្តីប្រកាសរួមដែលអំពាវនាវឲ្យមានការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីដែលមកដល់ថ្ងៃនេះរឿងនេះមិនទាន់មានកង់សង្សឹសនៅឡើយទេនៅអឺរ៉ុបនៅខណៈដែលរដ្ឋាភិបាលនៅប្រឆាំងនឹងការប្រើប្រាស់ទ្រព្យរុស្ស៊ីលោក Gabriel Attal បានការពារជំហររបស់លោកហើយលទ្ធផលបានប្រែប្រួលលោកបានវាយតម្លៃថានៅលើការឆ្លោះប្រកែកដែលនិយាយថារឿងនេះអាចនឹងគំរាមកំហែងដល់ស្ថិរភាពនៃហិរញ្ញវត្ថុអឺរ៉ុបលោកគិតថាអ្នកវិនិយោគជាច្រើនបានបញ្ចូលនៅហានិភ័យនេះរួចហើយលោកក៏រំលឹកថាស្ថិរភាពហិរញ្ញវត្ថុនៅសហគមន៍អឺរ៉ុបនឹងកាន់តែទទួលការគំរាមកំហែងដោយជ័យជំនះរបស់រុស្ស៊ីមកលើអ៊ុយក្រែនលោក Gabriel Attal អធិប្បាយទៀតថាមុននឹងឲ្យជនជាតិបារាំងមុននឹងឲ្យជនជាតិអឺរ៉ុបបង់ថ្លៃសម្រាប់អាវុធនិងដើម្បីគាំទ្រអ៊ុយក្រែនយើងអាចឲ្យជនជាតិរុស្ស៊ីបង់ថ្លៃមុនលោកបានបន្ថែមថាដើម្បីបញ្ចូលអ៊ុយក្រែនមកកាន់សហគមន៍អឺរ៉ុបគេប្រាថ្នាឲ្យទៅមុខកាន់តែលឿនហើយពេលនេះលោកគិតថាយើងអាចឈានមកដល់ការសន្យាទាំងអស់គ្នាអ្នកសិក្សាស្រាវជ្រាវនានាបានព្រមានថាគេហទំព័ររុស្ស៊ីដែលតំណាងជាគេហទំព័រព័ត៌មានតាមពិតកំពុងចែកចាយព័ត៌មានคล้ายៗអំពីអ៊ុយក្រែននិងបានរីកដុះដាលឡើងជាមួយនឹងគោលដៅធ្វើឲ្យទុនខ្សោយដល់ទំនុកចិត្តរបស់សាធារណៈមកលើប្រព័ន្ធផ្សព្វផ្សាយតួយ៉ាងថ្មីនេះក្នុងខែនេះគេហទំព័រ Clear Story News បានរាយការណ៍អំពីព័ត៌មានคล้ายៗមួយដែលថាលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានប្រើប្រាស់លុយដែលផ្ដល់ដោយសហរដ្ឋអាមេរិកដើម្បីបង់ឲ្យអ្នកកាសែតលោកខាងលិចនិយាយអាក្រក់អំពីលោក Donald Trump អត្ថបទនេះត្រូវបានបង្ហាញតាមរយៈរូបភាពមួយនៃសម្បត្តិដែលពិនិត្យឃើញថាត្រូវបានផ្ញើដោយលោក Volodymyr Zelensky ទៅកាន់ប្រធានសភាអ៊ុយក្រែនដើម្បីសុំនៅផែនការមួយបង្កើតរូបភាពអវិជ្ជមាននៃប្រធានាធិបតីអាមេរិកយោងតាមអង្គការ New Guard ដែលមានឯកទេសខាងប្រយុទ្ធប្រឆាំងនឹងព័ត៌មានคล้ายៗនិងបានពឹងផ្អែកលើប្រព័ន្ធព័ត៌មានវិទ្យា Invid ដើម្បីធ្វើការផ្ទៀងផ្ទាត់បានឲ្យដឹងថាសម្បត្តិនេះគឺคล้ายៗដោយសារតែត្រាប្រធានាធិបតីនិងហត្ថលេខារបស់លោក Volodymyr Zelensky ត្រូវបានកែតម្រូវដោយប្រព័ន្ធកុំព្យូទ័រ